សូមជូនរឿងពស់ថ្លន់ក្អែពីសកាលពីព្រេងនាយមានបុរសម្នាក់ទើបតែនឹងការប្រពន្ធហើយថ្មីថ្ងៃមួយបុរសនោះនាំប្រពន្ធទៅលេងឯផ្ទះឪពុកម្ដាយរបស់ខ្លួនពេលនោះមានពស់ថ្លន់មួយលូនចេញពីព្រៃមកបានឃើញដានជើងបុរសប្តីប្រពន្ធនៅតាមផ្លូវធ្លាក៏លិតដានជើងនោះដោយអំណាចពីរដ៏ខ្លាំងអស្ចារ្យរបស់ពស់ថ្លន់បុរសទាំងពីរនាក់ប្តីប្រពន្ធក៏បានស្លាប់ក្រោយដែលបានទៅដល់ផ្ទះឪពុកម្ដាយរបស់ខ្លួនឪពុកម្ដាយព្រមទាំងបងប្អូនញាតិសន្តានទាំងអស់យំសោកអាឡោះអាល័យសង្រេងសង្រៃគ្រប់គ្នាព្រមទាំងនាំគ្នាធ្វើបុណ្យខ្មោចនោះដើម្បីអួតអាងអំពីឥទ្ធិពលនៃពីររបស់ខ្លួនពស់ថ្លន់ក៏សួរទៅសត្វក្អែកថាបងក្អែកខ្ញុំឮសូរមាត់មនុស្សអ៊ូអរម្លេះនៅក្នុងភូមិក្អែកឆ្លើយថាគេសើចសប្បាយទេតើព្រោះគេធ្លាប់ដឹងថាពស់បងថ្លន់ឯងនេះពូកែណាស់គ្រាន់តែលិតតាមស្នាមជើងក៏ស្លាប់បានដែរតែឥឡូវនេះលិតស្នាមជើងរបស់គេទៅហើយបែរជាមិនស្លាប់ទៅវិញទើបគេសើចសប្បាយរីករាយទាំងអស់គ្នាថ្លន់ឮដូច្នោះនឹកអន់ចិត្តថាពីរបស់អញធ្លាប់តែពូកែឈុតឆាប់គ្រាន់តែលិតស្នាមជើងគេក៏ងាប់ដែរបើឥឡូវលែងពូកែវិញនឹងទុកវាធ្វើអីត្រូវតែក្អែវាចោលចេញឲ្យអស់ពីខ្លួនគិតហើយក៏ក្អែពីរបស់ខ្លួនចោលចេញអស់គ្មានសល់ពំពួកសត្វទាំងឡាយមានពស់ត្រីក្អែបខ្ទួយសង្អាស្រាំងអូម៉ែលជាដើមបានដឹងថាថ្លន់ក្អែពីចោលក៏នាំគ្នាលូននាំគ្នាហើរមកដណ្ដើមយកពីរបស់ថ្លន់គ្រប់គ្នាខ្លះបានច្រើនខ្លះបានតិចខ្លះទៀតក៏មិនបានដោយមកមិនទាន់គេសត្វពស់ដែលយកពីថ្លន់បានច្រើនជាងគេគឺពស់ប្រលិតចន្ទត្រមួមពស់ដីពស់ប្រេងពស់ត្រីពស់ព្រៃពស់ខ្សែគោពស់កុកពស់ផ្កាបបោះនិងពស់សម្លាប់កង្កែបជាដើមពំពួកពស់ទាំងនេះយកពីថ្លន់បានច្រើនជាងគេណាស់ហេតុនេះហើយបានជាឥឡូវពស់ទាំងនេះទៅជាជឹកមនុស្សមិនស្លាប់គ្មានឈឺចាប់អ្វីសោះព្រោះពីថ្លន់គេថាបើមានច្រើនត្រឡប់ជាគ្មានឈឺចាប់ទៅវិញដោយពេលដែលជឹកមនុស្សនោះពីវារត់ហួសពំពួកពស់ដែលយកពីថ្លន់បានតិចល្មមនោះគឺពស់វែកដំបូកវែកស្រងាវែកក្របីស្នាអន្សោងពោផ្លាក់ជាដើមហេតុនេះហើយបានជាពំពួកពួកនេះមានពីពូកែឈុតឆាប់ណាស់តែចឹកហើយកម្រនឹងមើលជាបានចំណែកឯសត្វត្រីអណ្ដែងកញ្ជុះឆ្លាំងខ្ទួយក្អែបខៀដំរីស្រមោចសង្អាស្រាំងអ៊ឺម៉ាល់ខ្មឹមព្រួតដែលទៅក្រោយគេក៏ប្រមូលយកតែពីដែលនៅសល់បន្តិចបន្តួចយកមកប្រឡាក់ចុងធ្មុំនឹងត្រញិករៀងខ្លួនហេតុនោះហើយបានជាពំពួកសត្វទាំងនេះមានពីស្តិចទួចមកដល់សប្ថ្ងៃរីឯត្រីក្រមុំនិងទីពោខឹងណាស់ព្រោះដណ្ដើមយកពីថ្លន់មិនបាននឹងគេក៏ស្រែកយំហើមមកស្ពុលត្រីសណ្ដាយឃើញត្រីក្រមុំយំសោកដូច្នោះក៏សើចក្អាកក្អាយមិនឈប់ឈរទាល់តែរយះមាត់អស់ព្រោះហេតុនោះហើយបានជាត្រីក្រមុំមានមុខស្ពុលធំឯត្រីសណ្ដាយមានមាត់វែងច្រវាបរហូតមកដល់សព្វថ្ងៃពស់ថ្លន់កាលបើក្អែពីចោលអស់ហើយក៏អស់ឫទ្ធិអំណាចដោយចាំងឧបាយកលសត្វក្អែកចាប់តាំងពីពេលនោះមកមនុស្សទាំងអស់ក៏មានសេចក្តីរីករាយដោយពស់ថ្លន់អស់ឫទ្ធិអំណាចដ៏ខ្លាំងក្លានោះលែងមានសេចក្តីព្រួយបារម្ភចំពោះគ្រោះថ្នាក់ដោយសារសត្វពស់ថ្លន់រៀងមកដល់សព្វថ្ងៃសូមអរគុណពុកម៉ែបងប្អូនដែលតាមដានរឿងតាំងពីដើមរហូតដល់ចប់